ជប៉ុនតាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញបានស្នើជាថ្មីឲ្យកម្ពុជានិងថៃបើកច្រកព្រំដែនឡើងវិញដើម្បីសម្រួលដល់ពាណិជ្ជកម្មរបស់វិនិយោគិនជប៉ុនតាមឯកអគ្គរដ្ឋទូតជប៉ុនលោក Yuino Atsushi ការអូសបន្លាយការបិទច្រកព្រំដែនប្រទេសទាំងពីរបានជះឥទ្ធិពលដល់វិនិយោគិនជប៉ុនទាំងក្នុងប្រទេសកម្ពុជានិងប្រទេសថៃថ្លែងនៅក្នុងកិច្ចសន្ទនាស្ដីពីកម្ពុជាជប៉ុននៅក្នុងពិភពលោកថ្មីកាលពីថ្ងៃទី30ចុងសប្តាហ៍កន្លងទៅនេះឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាលោក Yuino Atsushi បានបង្ហាញការបារម្ភអំពីទំនុកចិត្តរបស់ជនជាតិជប៉ុននៅពេលដែលព្រំដែនរវាងកម្ពុជានិងថៃនៅតែបន្តរឹតបន្តឹងលោកថាការបិទច្រកព្រំដែនរវាងកម្ពុជាថៃបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុនជាពិសេសក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជាដោយពួកគេត្រូវរកមធ្យោបាយផ្សេងៗសម្រាប់ការផ្គត់ផ្គង់បន្តក្នុងអំឡុងពេលកម្ពុជាថៃបន្តបិទច្រកព្រំដែនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសថៃមួយចំនួនដែលផ្គត់ផ្គង់វត្ថុធាតុដើមចូលមកកម្ពុជាបានបង្វែរការដឹកជញ្ជូនរបស់ខ្លួនពីមធ្យោបាយផ្លូវគោកទៅជាមធ្យោបាយផ្លូវទឹកនិងផ្លូវអាកាសនេះបើតាមលោក Yuino Atsushi ដោយបន្ថែមថាប្រសិនបើក្រុមហ៊ុនទាំងនោះចង់ដឹកជញ្ជូនវត្ថុធាតុដើមចូលកម្ពុជាតាមផ្លូវគោកគឺត្រូវដឹកចេញពីប្រទេសថៃចូលទៅប្រទេសឡាវវាងទៅដល់ប្រទេសវៀតណាមនិងបន្តពីវៀតណាមចូលមកកម្ពុជាបើតាមឯកអគ្គរដ្ឋទូតជប៉ុនក្រុមហ៊ុនជប៉ុនទាំងនោះកំពុងប្រឈមនឹងបញ្ហាតម្លៃដឹកជញ្ជូនខ្ពស់គួរជម្រាបថានេះជាការលើកឡើងជាថ្មីរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាជុំវិញការបិទច្រកព្រំដែនកម្ពុជាថៃដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនរកស៊ីរបស់ជប៉ុនកាលពីអំឡុងខែកញ្ញាឆ្នាំ2025លោក Yuino Atsushi ក៏បានថ្លែងថាការបិទព្រំដែនដែលនៅតែបន្តនឹងធ្វើឲ្យកម្ពុជាបាត់បង់ភាពទាក់ទាញសម្រាប់ការវិនិយោគខណៈថ្លៃដឹកជញ្ជូននិងពេលវេលាផ្ទេរទំនិញនឹងកើនឡើងឬប្រែប្រួលច្រើនជាងមុនទន្ទឹមគ្នានេះលោក Koichi Fukuhara ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជាក៏បានកត់សម្គាល់ដែរថាការរកស៊ីរួមគ្នារបស់វិនិយោគិនជប៉ុនកំពុងរងផលប៉ះពាល់ដោយផ្ទាល់ដែលបាននាំទៅដល់ការខាតបង់ខាងសេដ្ឋកិច្ចនិងផែនការពង្រីកអាជីវកម្មមួយចំនួនក៏ត្រូវពន្យាពេលគួរបញ្ជាក់ថាច្រកព្រំដែនកម្ពុជាថៃបានបិទនៅអំឡុងខែមិថុនាឆ្នាំ2025ក្រោយពេលដែលថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយនឹងកម្ពុជាឆ្លើយតបទៅនឹងការបិទជាឯកតោភាគីរបស់ថៃកម្ពុជាបានសម្រេចបិទការនាំចូលបន្លែផ្លែឈើប្រេងឥន្ធនៈនិងទំនិញមួយចំនួនពីថៃចូលមកកម្ពុជា